24រឿងអញ្ញត្តរៈឧបាសិកាគុណនៃការអោយប្រទីបបូជាធម្មទេសនាការព្រះសម្ពុទ្ធបរមគ្រូទ្រង់គង់នៅវត្តចេតពុនថ្ងៃមួយព្រះមង្គលិនធិបាននិមន្តទៅឋានត្រៃត្រង់ឃើញវាមានប្រាសាទរបស់នាងទេពធីតាម្នាក់ជាវិការៈនៃកែវមณีចោតមានពន្លឺរស្មីចែងចាំងផ្សាយទៅពេញទេវលោកទាំងមូលគ្របសង្កត់ពន្លឺនៃទេវតាទាំងពួងនាងទេពធីតាជាម្ចាស់ប្រាសាទបានឃើញព្រះមង្គលិនធិហើយក៏ប្រញាប់ប្រញាល់នាំបរិវារទាំងពួងទាំង 1000 ចុះអំពីប្រាសាទមកថ្វាយបង្គំព្រះមង្គលិនធិបានសួរថាមនាលនាងទេពធីតាអ្នកបរិបូរដោយទេពសេរីនាងបានធ្វើបន់អ្វីពីជាតិមុនមកបានជាមានពន្លឺចែងចាំងចែងចាចដូច្នេះនាងទេពធីតាបានថ្លែងរៀបរាប់ប្រវត្តិរបស់ខ្លួនប្រាប់ដល់ព្រះមង្គលិនថាបើពិតលោកម្ចាស់ដ៏ចម្រើនខ្ញុំបករណាទើបនឹងមកពីស្ថានមនុស្សលោកក្នុងព្រឹកមិញនេះពេលព្រឹកមិញនេះកាលពីថ្ងៃអបសតម្សិលមិញខ្ញុំបករណាបានទៅស្ដាប់ធម៌ទេសនាក្នុងវត្តចេតពុនជាមួយនឹងពុទ្ធបរិស័ទទាំងឡាយកំពុងតែស្ដាប់ធម៌ព្រះអាទិត្យក៏អស់ស្តង់ក៏ទៅខ្ញុំបករណាបានគិតថាព្រះធម៌ទេសនាមិនទាន់ចប់ងងឹតក៏កាន់តែចម្រើនឡើងក៏តែអញទៅយកប្រទីបមកអុជលោកគិតដូច្នោះហើយសេចក្តីជ្រះថ្លាក៏កាន់តែកើតឡើងទើបក្រោកដើរទៅគេហដ្ឋានរបស់ខ្ញុំប្រការណាយកទៀនមួយគូនិងជើងទៀនមួយគូមកអុជហើយយកទៅតម្កល់លើតាំងមុខក្រេទេសនាបានអង្គុយស្ដាប់ធម៌ដរាបដល់ចប់លុះត្រឡប់មកពីស្ដាប់ធម៌ទៅផ្ទះវិញខ្ញុំប្រការណាក៏រកខ្យល់ក៏ធ្វើមរណកាលក្នុងពេលនោះស្រាប់តែបានមកកើតក្នុងវិមានកែវមณีចោតមានស្ថានត្រៃត្រង់នេះឯងព្រះមង្គលិនបានជាដំណឹងនោះហើយក៏និមន្តហោះទៅទីដទៃទៀតទៅ